មានតែ20%មិនបាច់ចាំមានដល់30-50%ដូចមុនទេបាទទុក20-30%នោះដើម្បីប្រកបអាជីវកម្មបងលេងសាឡាមែនតើសាឡាមែនតើជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់យើងសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះយើងនឹងលើកយកប្រធានបទថ្មីដែលយើងនឹងពិភាក្សាគ្នាតាក់ទងជាមួយនឹងការយល់ដឹងអំពីដំណោះស្រាយហិរញ្ញវត្ថុហើយថ្ងៃនេះផងដែរយើងក៏បានអញ្ជើញនៅវាគ្មិនពិសេសរបស់យើងមួយរូបទៀតដែលគាត់នឹងមកចែករំលែកបទពិសោធន៍តាក់ទងជាមួយនឹងប្រធានបទរបស់យើងដែលគាត់គឺជាប្រធានផ្នែកអនុទានមកពីធនាគារ KB ថៃហាន់ចាអញ្ចឹងសូមជំរាបសួរបងសុធារាបាទជំរាបសួរទ្វីក៏ដូចជាជំរាបសួរដល់ទស្សនិកជនទាំងអស់ផងដែរខ្ញុំបាទអង្គសុធារាជាប្រធានផ្នែកគ្រប់គ្រងអនុទានរថយន្តនៃធនាគារឯកទេស KB ថៃហាន់ថ្ងៃនេះខ្ញុំបានមានសេចក្តីសុំរីករាយមែនទែនដែលទ្វីបានអញ្ជើញខ្ញុំមកចូលរួមចែករំលែកក៏ដូចជាពិភាក្សានៅប្រធានបទមួយដែលយើងនឹងជជែកគ្នាបន្ថែមបន្តិចទៀតនេះបាទហើយប្រធានបទដែលយើងនឹងយកមកពិភាក្សានៅពេលបន្តិចទៀតនេះគឺក្រុមប្រធានបទថាហិរញ្ញប្បទានឆ្លាតវៃអូចាបងអញ្ចឹងបងនឹងចែករំលែកតាក់ទងជាមួយនឹងហិរញ្ញប្បទានឆ្លាតវៃបាទចាបងអញ្ចឹងអ្វីទៅជាហិរញ្ញប្បទានឆ្លាតវៃបងបាទអរគុណទ្វីសម្រាប់សំណួរអញ្ចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាជ្រាបដែរថាអ្វីទៅជាហិរញ្ញប្បទានបាទហិរញ្ញប្បទានគឺជាការផ្ដល់ជូននៅហិរញ្ញវត្ថុដើមទុនក៏ដូចជាមូលធនសម្រាប់ក្នុងការយកទៅប្រើប្រាស់នៅក្នុងគម្រោងណាមួយអញ្ចឹងសរុបជារួមហិរញ្ញប្បទានដែលឆ្លាតវៃគឺមានន័យថាការដែលយកហិរញ្ញវត្ថុយកទៅប្រើប្រាស់ជាមួយនឹងគោលបំណងដែលត្រូវលក្ខខណ្ឌជាមួយនឹងគោលការដែល comply ជាមួយនឹងគោលការណ៍ក៏ដូចជាការជ្រើសលក្ខខណ្ឌដ៏ល្អប្រសើរផងដែរសម្រាប់អតិថិជនអូចាបងចូលក្នុងលក្ខខណ្ឌនេះបងចង់ប្រាប់ទៅវិញចេះវិញបងក៏លើកឧទាហរណ៍ថាតើហិរញ្ញប្បទានដែលឆ្លាតវៃនឹងយើងគួរតែពិចារណាលើប្រមាណចំណុចចាបងខ្ញុំគិតបងគិតថាបងលើកយកតែ3ចំណុចធំៗ3ចំណុចធំបាទ3ចំណុចធំៗក្នុងការយកមកចែករំលែកទី1គឺលក្ខខណ្ឌអនុទានអញ្ចឹងយើងមិនមែនថាគ្រប់ធនាគារទាំងអស់ឬក៏ស្ថាប័នទាំងអស់ដែលគេផ្ដល់លុយឬក៏ផ្ដល់អនុទានជូនឲ្យយើងក្នុងការទៅប្រើប្រាស់យើងចេះទទួលយកទេគឺយើងត្រូវតែមើលបាទលើអត្រាការប្រាក់លើរបៀបសងលើកត្តាផ្សេងៗទៀតផងដែរចាបងអញ្ចឹងគឺលក្ខខណ្ឌបាទលក្ខខណ្ឌបាទទី1ហើយទី2បងតើតើមួយចំណុចទី2ផងដែរគឺជាការដើម្បីឲ្យការប្រើប្រាស់នឹងវាមានភាពល្អប្រសើរគឺតើតើជាមួយការប្រើអនុទានចំគោលដៅបងនិយាយថាឲ្យករណីដែលអតិថិជនដែលគាត់ប្រើប្រាស់អនុទានចំគោលដៅនឹងធ្វើឲ្យមុខរបររបស់គាត់រីកចម្រើនក៏ដូចជាគាត់មិនសូវមានការព្រួយបារម្ភផងដែរតើតើជាមួយនឹងថាអូគាត់ប្រើប្រាស់គោលដៅវាធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពសងរបស់គាត់ដែរអញ្ចឹងណាចាបងតើតើដល់ចំណុចទី3គឺតើតើជាមួយនឹងលទ្ធភាពសងអញ្ចឹងអតិថិជនដែលប្រើប្រាស់អនុទានឬក៏ប្រើប្រាស់ហិរញ្ញវត្ថុបានឆ្លាតវៃល្អប្រសើរគឺគាត់នឹងពិចារណាទៅលើថាតើស្ថាប័នមួយណាដែលគាត់យកទៅហើយប្រើប្រាស់ទៅវាជៀសវាងជាមួយនឹងបំណុលវត្តកអូបាទកន្លែងណាដែលវាធ្វើឲ្យគាត់ប្រើប្រាស់ខុសគោលដៅនិងឈានដល់បំណុលវត្តកផងដែរចាអញ្ចឹងសូមអរគុណបងចំពោះការចែករំលែកតាក់ទងនឹងហិរញ្ញប្បទានឆ្លាតវៃយ៉ាងលម្អិតអញ្ចឹងសូមសរុបមកវិញតាក់ទងជាមួយនឹងហិរញ្ញប្បទានឆ្លាតវៃគឺមានន័យថាជាការប្រើប្រាស់ហិរញ្ញវត្ថុឲ្យចំគោលដៅនិងជៀសវាងកុំឲ្យមានបំណុលវណ្ឌកត្រូវទេបងបាទបច្ចុប្បន្នចាអរគុណបងបងអញ្ចឹងតាក់ទងជាមួយនឹងហិរញ្ញវត្ថុនឹងដែរបើសិនជាគាត់ចង់បាននិយាយពីហិរញ្ញវត្ថុគឺខ្ញុំនឹកឃើញទៅដល់ការស្នើសុំកម្ចីក៏ដូចជាអនុទានអញ្ចឹងបងអញ្ចឹងដើម្បីស្នើសុំហ្នឹងតើយើងត្រូវត្រៀមខ្លួនអីគេខ្លះដែរបងបាទធីវីអរគុណច្រើនសម្រាប់សំណួរមួយនេះព្រោះមិនថាធីវីក៏ដូចជាបងប្អូនទស្សនិកជនក៏ដូចជាដែលគាត់មានគម្រោងក្នុងការប្រើប្រាស់អនុទានទៀតសោតសម្រាប់ភ្ញៀវដែលឬក៏បងប្អូនដែលគាត់ចង់ស្នើកម្ចីមិនថាជាមួយនឹងធនាគារឯកទេស KB ទេហាឬមួយក៏ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុណាទេគឺខ្ញុំគិតថា
តែតើជាមួយការត្រៀមឯកសារគឺខ្ញុំបែងចែកជាពីធំគឺទី1ឯកសារសម្គាល់ខ្លួនដែលសម្រាប់ធនាគារឯកទេស KB Dehan របស់យើងទាមទារតម្រូវការជាចាំបាច់គឺទី1អត្តសញ្ញាណប័ណ្ណមានសុពលភាពបាទទី2អាចថាសិភៅគ្រួសារឬក៏សិភៅស្នាក់នៅបាទឬក៏សម្បត្តិកំណើតរួមជាមួយនឹងអត្ថវិកាយប័ណ្ណទឹកភ្លើងខែចុងក្រោយសម្រាប់ឯកសារទាំងអស់នេះយើងអាចមានឯកសារមួយចំនួនក្នុងការយើងអាចចំនួនគ្នាបានទេវាមិនមែនជាតម្រូវការចាំបាច់ 100% ទេបាទនឹងតើតើមួយឯកសារសម្គាល់ខ្លួនបន្តមកទៀតតើតើជាមួយនឹងឯកសារចំណូលចំណាយខ្ញុំសូមបែងចែកជា2ដែរសម្រាប់បងប្អូនដែលគាត់ជាឬក៏អតិថិជនដែលគាត់ជាអ្នកធ្វើការបាទយើងអាចថាសូមការងារគាត់អាចថាបងប្អូនដែលគាត់បើកប្រាក់ខែតាមធនាគារគឺយើងសូមរបាយការណ៍ធនាគារ3ខែចុងក្រោយឬមួយក៏ខាងគាត់អ្នកធ្វើការដែលបើកជាសាច់ប្រាក់យើងសូមជាលិខិតបញ្ជាក់ប្រាក់ខែនឹងដែលយើងហៅថាកតុយស្លាក3ខែចុងក្រោយដែលភាសាអង់គ្លេសថា pay slip ផងដែរចាបងអញ្ចឹងសម្រាប់ដែលអតិថិជនដែលគាត់ជាអ្នកប្រកបរបរអាជីវកម្មដោយខ្លួនឯងបាទអញ្ចឹងយើងសូមឲ្យគាត់ត្រៀមថាជាវិក័យប័ណ្ណលក់ចេញទិញចូល3ខែចុងក្រោយប៉ុន្តែមិនច្រើនទេអាចតែមួយខែ4 10 20ស្លាកអមជាមួយនឹងរបាយការណ៍ធនាគារ3ខែចុងក្រោយដែលយើងហៅថា QR ហ្នឹងបាទហ្នឹងហើយគឺយកមកដើម្បីខាងយើងអាចរៀបចំជាកម្ចីក៏ដូចជាឯកសារអនុទានជូនពួកគាត់បានដែរចាបងអញ្ចឹងសរុបមកវិញមានន័យថាបើសិនជាគាត់ត្រូវការស្នើសុំអនុទានគាត់ត្រូវត្រៀមមានឯកសារសម្រាប់2ប្រភេទដែលទី1គឺឯកសារបញ្ជាក់អត្តសញ្ញាណរបស់គាត់ហើយនៅទី2គឺតកតងជាមួយនឹងឯកសារបញ្ជាក់ចំណូលរបស់គាត់ចំណូលចំណាយរបស់គាត់បាទអញ្ចឹងមានតែ2មុខហ្នឹងគឺយើងអាចស្នើសុំអនុទានបានទេចាបងអញ្ចឹងដោយសារតែបងជាអ្នកជំនាញខាងផ្នែកអនុទាននឹងស្រាប់អញ្ចឹងតើបងមាន promotion ឬក៏មានអ្វីចង់ចែករំលែកទៅដល់ប្រិយមិត្តរបស់យើងអត់បងអូពិតជាពិសេសណាស់ទេវីសម្រាប់សំណួរមួយនេះហើយខ្ញុំក៏ចង់ចែករំលែកទៅបងប្អូនទស្សនិកជនផងដែរដោយសារតែបច្ចុប្បន្ននេះគឺខាងធនាគារឯកទេស KB Dehan របស់យើងបានសហការយ៉ាងល្អជាមួយនឹងក្រុមហ៊ុន Ford RMA Cambodia ចឹងហើយថ្មីនេះយើងបានបញ្ចេញនៅ promotion ពិសេសមួយសម្រាប់ភ្ញៀវដែលគាត់ស្នើអនុទានចំពោះ model 3ប្រភេទដែលមាន Ford Territory Titanium X ឆ្នាំ2026 Ranger XL 2026ក៏ដូចជា Everest Active ដែលជា model ថ្មីបាទរបស់ក្រុមហ៊ុន Ford ជាមួយនឹងអត្រាការប្រាក់ពិសេសត្រឹមតែ 7.99% ប៉ុណ្ណោះក្នុងមួយឆ្នាំអូ 7.99% បាទពិសេសមែនបងបាទត្រឹមតែ 7.99% ប៉ុណ្ណោះក្នុងមួយឆ្នាំហើយអត្រាការប្រាក់នេះដែរគឺយើងផ្ដល់ជូនដោយភ្ញៀវគាត់មានលុយចូលរួមមុនត្រឹមតែ 20% អត់ចាំបាច់ដល់ 30-50% ដូចមុនទេគឺតែ 20% គឺគាត់នឹងទទួលបានអត្រាការប្រាក់ 7.99% តែម្ដងក្នុងមួយឆ្នាំអូចាបងអញ្ចឹងអត្រាការប្រាក់ហើយនឹងការចូលរួមមុនហ្នឹងគឺយើងផ្ដល់ឲ្យតែអតិថិជននៅក្នុងភ្នំពេញឬក៏យ៉ាងម៉េចដែរបងអត់ទេធីវីគឺសម្រាប់អត្រាការប្រាក់ 7.99% ក្នុងមួយឆ្នាំសម្រាប់3 model ដែលបងលើកឡើងនេះគឺយើងផ្ដល់ជូនសម្រាប់អតិថិជនរបស់ធនាគារឯកទេស KB Dehan 25ខេត្តក្រុង25ខេត្តក្រុងតែម្ដងបាទជាមួយនឹងរយៈពេលកម្ចីយើងបានរយៈពេល8ឆ្នាំឬក៏96ខែបង96ខែ8ឆ្នាំចា៎អូនិយាយទៅការផ្ដល់ជូនហ្នឹងគឺពិសេសខ្លាំងហើយ model យើងថ្មីទៀតបាទចា៎អញ្ចឹងវាល្អប្រសើរផងដែរសម្រាប់3 model នេះសម្រាប់បងប្អូនដែលទី1ខ្ញុំអាចនិយាយថាបានថា model XL គឺជា model សម្រាប់បងប្អូនដែលគាត់ចង់លក្ខណៈថាយកទៅដើម្បី support ដល់អាជីវកម្មរបស់គាត់បាទហើយអាចថា model Territory គឺលក្ខណៈអ្នកធ្វើការឬក៏លក្ខណៈគ្រួសារបាទហើយក៏សម្រាប់ model Active នោះគឺជា model ដែលថ្មីហើយជា model ដែលទំនើបមែនតើដែលយើងព្យាយាមក្នុងការផ្ដល់ជូននៅអ្វីដែលពិសេសសម្រាប់អតិថិជនរបស់យើងចាបងចាអញ្ចឹងឥឡូវហ្នឹងគឺថាបើសិនជាយើងចង់ទិញឡានទំនើបគឺថាគ្រាន់តែរៀបចំឯកសារបានត្រឹមត្រូវមកតាក់ទងមកបងមកគឺដឹងតែបានហើយត្រូវបងបាទបាទគាត់ថាយើងរៀបចំឯកសារដោយដែលបងបានជជែកវិញ្ញាណពិសាជាមួយនឹងធ
ទ្វីខាងលើរួមជាមួយនឹងមានតែ20%មិនបាច់ចាំមានដល់30-50%ដូចមុនទេបាទ20ទុក20-30%នោះដើម្បីប្រកបអាជីវកម្មយកប្រាក់ចំណូលនោះយកមកបង់រំលោះជាមួយនឹងធនាគារឯកទេស KB ដែលហាងបង់លេងសាឡាមែនតើចាបងអូខ្ញុំធ្លាប់ដូចជាបានដឹងដែរថាមានសេវាកម្មការផ្ដល់កម្ចីនៅធនាគារ KB តែហានហ្នឹងគឺរហ័សទៀតថាបងបាទហ្នឹងហើយសម្រាប់ភ្ញៀវដែលគាត់ចង់ស្នើកម្ចីនៅធនាគារឯកទេស KB តែហានយើងបើឯកសារគ្រប់ត្រឹមតែមួយថ្ងៃអាចដល់ឡានមួយថ្ងៃបានបងអូសូនលឿនមែនតើអតិថិជនគាត់អាចរើសថ្ងៃណាដែលជាថ្ងៃល្អរបស់គាត់បានអូគាត់រើសថ្ងៃបានបាទហ្នឹងហើយពីមុនអាចនិយាយបានថាធនាគារអ្នកឲ្យអតិថិជនកំណត់ថ្ងៃឲ្យអតិថិជនដកឡានតែមកពេលបច្ចុប្បន្ននេះគឺអត់អីទេភ្ញៀវក៏អាចរើសថ្ងៃណាដែលជាថ្ងៃល្អរបស់គាត់ក្នុងការដកឡានបានអូថ្ងៃហុងស៊ុយអីចឹងបងបាទហ្នឹងចាចឹងអរគុណច្រើនមែនតើបងជាចុងក្រោយបងមានអីដើម្បីផ្ដាំទៅកាន់ប្រិយមិត្តរបស់យើងហ៎បងបាទខ្ញុំសូមអរគុណមែនតើដល់TV ក៏ដូចជាបាទទស្សនិកជនទាំងអស់ដែលបានទស្សនាការចែករំលែកក៏ដូចជាចែកបញ្ញែកនៅលើប្រធានបទរបស់យើងខាងលើនេះជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់ទស្សនិកជនដែលកំពុងទស្សនានេះផងដែរគឺមុននឹងបងប្អូនក៏ដូចជាទស្សនិកជនសម្រាប់ក្នុងការស្នើសុំឥណទានពីស្ថាប័នហិរញ្ញវត្ថុណាមួយគឺសូមពិចារណាទាក់ទងជាមួយនឹងលក្ខខណ្ឌដែលស្ថាប័នហិរញ្ញវត្ថុផ្ដល់ជូនទស្សនិកជនក៏ដូចជាបងប្អូនផងដែរខ្ញុំអាចនិយាយបានថា KDSP គឺជាជំរើសដ៏ល្អរបស់លោកអ្នកក្នុងការទទួលយកនៅសេវាឥណទានរថយន្តអរគុណ TV ចាសូមអរគុណច្រើនបងសម្រាប់ការចែករំលែកនៅក្នុងថ្ងៃនេះអញ្ចឹងខ្ញុំសង្ឃឹមថាប្រិយមិត្តរបស់យើងទាំងអស់គ្នាបានយល់ថាអ្វីទៅជាហិរញ្ញប្បទានឆ្លាតវៃហើយក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលយកនៅឥណទានដែលធ្វើឲ្យយើងនឹងឆ្លាតវៃហើយកុំភ្លេចដៃគូធនាគារដែលអាចផ្ដល់នូវសេវាកម្មដ៏ល្អដល់បងប្អូនទាំងអស់គ្នាចា៎អញ្ចឹងសូមអរគុណច្រើនបាយបាយធនាគារឯកទេស KB ដេហានមាគ៌ាហិរញ្ញវត្ថុថ្មីរបស់លោកអ្នក